តើអ្នកធ្លាប់ឆ្ងល់ទៀតថានៅមានរឿងអ្វីខ្លះទៀតដែលវិទ្យាសាស្ត្រមិនទាន់អាចបញ្យល់បានទោះបីជាយើងមាន telescope យក្សដូចជា James Webb និងមន្ទីរពិសោធន៍ទំនើបៗក៏ដោយក៏នៅមានអាថ៌កំបាំងជាច្រើនដែលបន្តធ្វើឲ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់មានសម្លេងអាថ៌កំបាំងដែលបន្លឺឡើងនៅជុំវិញពិភពលោកគ្មាននរណាដឹងថាមកពីណាមានថាមពលមួយប្រភេទដែលបង្កើតបាន 68% នៃចក្រវាឡតែយើងមិនដឹងថាវាជាអ្វីហើយមានដុំថ្មនៅបាតសមុទ្រដែលកំពុងផលិតអុកស៊ីសែនដោយគ្មានពន្លឺព្រះអាទិត្យថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីអាថ៌កំបាំង10យ៉ាងដែលវិទ្យាសាស្ត្រមិនទាន់អាចបញ្យល់បានចាប់ផ្ដើមជាមួយអាថ៌កំបាំងដ៏ធំបំផុតក្នុងលោហៈវិទ្យាគឺថាមពលងងឹត Dark Energy អ្នកវិទ្យាសាស្ត្របានរកឃើញថាចក្រវាឡកំពុងពង្រីកខ្លួនកាន់តែលឿនឡើងប៉ុន្តែអ្វីដែលជាកម្លាំងជំរុញឲ្យមានការពង្រីកនេះគឺនៅតែជាអាថ៌កំបាំងយើងដាក់ឈ្មោះវាថាថាមពលងងឹតប៉ុន្តែយើងស្ទើរតែមិនដឹងអ្វីទាំងអស់អំពីវាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាមពលងងឹតបង្កើតបានប្រហែល 68% នៃចក្រវាឡទាំងមូលយើងមើលមិនឃើញយើងរកមិនឃើញប៉ុន្តែយើងដឹងថាវាមានឥទ្ធិពលយ៉ាងខ្លាំងអ្នកវិទ្យាសាស្ត្រខ្លះថែមទាំងស្នើថាប្រហោងខ្មៅអាចជាប្រភពនៃថាមពលងងឹតនេះទៀតផងប៉ុន្តែរហូតមកដល់ពេលនេះវានៅតែជាអាថ៌កំបាំងដែលគ្មានចម្លើយអាថ៌កំបាំងទី2គឺរូបធាតុងងឹត Dark Matter ដែលជាបងប្អូនជាមួយថាមពលងងឹតតារាវិទូបានសង្កេតឃើញថា Galaxy នានាវិលលឿនជាងអ្វីដែលគួរតែទៅតាមទ្រឹស្ដីមានអ្វីមួយកំពុងផ្ដល់ទំនាញបន្ថែមដែលយើងមើលមិនឃើញយើងហៅវាថារូបធាតុងងឹតហើយវាបង្កើតបានប្រហែល 27% នៃចក្រវាឡបើបូករួមទាំងថាមពលងងឹតអ្វីដែលយើងអាចមើលឃើញដូចជាផ្កាយភពនិងយានផ្ទាល់គឺមានត្រឹមតែ 5% នៃចក្រវាឡប៉ុណ្ណោះទោះបីជាមានការស្រាវជ្រាវរាប់ទសវត្សរ៍និងការវិនិយោគរាប់លានដុល្លារក៏ដោយក៏យើងមិនទាន់អាចរកឃើញភាគល្អិតនៃរូបធាតុងងឹតដោយផ្ទាល់បាននៅឡើយទេឥឡូវយើងមកមើលអាថ៌កំបាំងដែលទើបតែត្រូវបានរកឃើញថ្មីនេះគឺអុកស៊ីសែនខ្មៅ Dark Oxygen ជាទូទៅយើងនឹងថាអុកស៊ីសែនត្រូវបានផលិតតាមរយៈរស្មីសំយោគដែលត្រូវការពន្លឺព្រះអាទិត្យប៉ុន្តែនៅឆ្នាំ 2024 អ្នកវិទ្យាសាស្ត្របានរកឃើញអ្វីដែលមិនគួរមានគឺដុំរ៉ែដែកម៉ង់ហ្គាណែសទំហំប៉ុនដំឡូងនៅបាតសមុទ្រជ្រៅកំពុងផលិតអុកស៊ីសែនដោយគ្មានពន្លឺព្រះអាទិត្យអ្នកវិទ្យាសាស្ត្រជឿវាថាស្រទាប់លោហៈក្នុងដុំរ៉ែទាំងអស់នេះកំពុងបង្កើតចរន្តអគ្គិសនីដែលអាចបំបែកទឹកសមុទ្រទៅជាអ៊ីដ្រូសែននិងអុកស៊ីសែននៅឆ្នាំ 2026 នេះក្រុមអ្នកស្រាវជ្រាវគ្រោងនឹងធ្វើការសិក្សាបន្ថែមទៀតដោយប្រើយានរុករកក្រៅសមុទ្រដើម្បីស្វែងយល់ពីយន្តការនេះឲ្យកាន់តែច្បាស់អាថ៌កំបាំងទី4គឺជាសម្លេងអាថ៌កំបាំងដែលគេស្គាល់ថាជា The Hum នៅតាមតំបន់ផ្សេងៗជុំវិញពិភពលោកមានមនុស្សចំនួនតូចរាយការណ៍ថាពួកគេឮសម្លេងរំពឹងដ៏ទាបនិងតែងតែឮជាប់ៗគ្នាដែលគ្មានប្រភពច្បាស់លាស់សម្លេងនេះត្រូវបានគេឮនៅចក្រភពអង់គ្លេសនៅភាគនិរតីនៃសហរដ្ឋអាមេរិកនិងកន្លែងជាច្រើនទៀតអ្នកស្រាវជ្រាវព្យាយាមរកប្រភពនៃសម្លេងនេះដោយសន្និដ្ឋានថាអាចមកពីឧបករណ៍ឧស្សាហកម្មសញ្ញាមីលីទ័រឬសូម្បីតែសកម្មភាពរញ្ជួយទីប៉ុន្តែរហូតមកដល់ពេលនេះគ្មានប្រភពណាមួយត្រូវបានកំណត់អត្តសញ្ញាណឡើយអាថ៌កំបាំងទី5គឺជាសំណួរដ៏មូលដ្ឋានបំផុតមួយតើជីវិតចាប់ផ្ដើមដោយរបៀបណាអ្នកវិទ្យាសាស្ត្រយល់ច្បាស់ពីការវិវត្តប៉ុន្តែពួកគេនៅតែមិនអាចបញ្យល់បានអំពីរបៀបណាដែលសារធាតុគីមីគ្មានជីវិតបានប្រមូលប្រដុំគ្នាទៅជាសារភាពកោណៅដំបូងដែលអាចបន្តពូជសៀខ្លួនបាននោះការពិសោធន៍ក្នុងមន្ទីរពិសោធន៍អាចបង្កើតបណ្ដុំអគារជីវិតដូចជាអាស៊ីតអាមីណេបានប៉ុន្តែការលោតផ្លោតពីបណ្ដុំទាំងនេះទៅកាន់កោសិកាដែលមានជីវិតពេញលេញនោះគឺនៅតែជាល្បែងបំពឹកដ៏ធំបំផុតក្នុងវិទ្យាអាថ៌កំបាំងទី6គឺកាំរស្មីលោហៈថាមពលខ្ពស់ UHCR នេះគឺជាភាគល្អិតដែលមានថាមពលខ្ពស់បំផុតដែលបានមកបុកទង្គិកជាមួយបរិយាកាសផែនដីវាមានថាមពលច្រើនជាងអ្វីដែលឧបករណ៍បង្កើនល្បឿនភាគល្អិតដ៏ធំបំផុតរបស់យើងអាចផលិតបានទៅទៀតអ្វីដែលចម្លែកនោះគឺប្រភពនៃកាំរស្មីទាំងនេះហាក់ដូចជាមកពីតំបន់ទំនេរក្នុងលើហុងដែលគ្មានអ្វីសោះនេះប្រឈមនឹងដែន GZK គឺទ្រឹស្ដីស្ដីពីចម្ងាយដែលភាគល្អិតទាំងអស់នេះអាចធ្វើដំណើរបានមុនពេលបាត់បង់ថាមពល
អាចកំបាំងទី7គឺអ្វីដែលនៅជិតយើងបំផុតប៉ុន្តែក៏ជាអ្វីដែលពិបាកយល់បំផុតគឺស្មារតីអ្នកវិទ្យាសាស្ត្រអាចវាស់ស្ទាបសកម្មភាពខួរក្បាលបានប៉ុន្តែពួកគេមិនអាចបញ្យល់បានអំពីរបៀបណាដែលសកម្មភាពអគ្គិសនីនិងគីមីទាំងអស់នោះបង្កើតបានជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងដូចជាការឈឺចាប់ភាពរីករាយឬអារម្មណ៍ថាដឹងខ្លួនជាខ្ញុំនេះគេហៅថាជាបញ្ហាលំបាកនៃស្មារតី The hard problem of consciousness ហើយវានៅតែជាព្រំដែនរវាងវិទ្យាសាស្ត្រនិងទស្សនវិជ្ជាអាថ៌កំបាំងទី8គឺអំពើព្រៃងាប់ placebo effect នេះគឺជាប្រកฏការណ៍មួយដែលអ្នកជំងឺទទួលបានការព្យាបាលដែលគ្មានសារធាតុអគ្គិសនីដូចជាថ្នាំគ្រាប់ស្ករប៉ុន្តែនៅតែមានអាការៈធូរស្បើយដោយសារតែជំនឿរបស់ពួកគឺថាកំពុងទទួលបានការព្យាបាលពិតប្រាកដការស្រាវជ្រាវសម្បត្តិថាខួរក្បាលអាចបញ្ចេញសារធាតុបំបាត់ការឈឺចាប់ដោយខ្លួនឯងបានដោយគ្រាន់តែផ្ដោតទៅលើការរំពឹងទុករបស់អ្នកជំងឺប៉ុណ្ណោះយន្តការពិតប្រាកដនៃរបៀបថាតែជំនឿអាចបង្កឲ្យមានប្រែប្រួលខាងសរីរាង្គកាយបែបនេះយ៉ាងណាគឺនៅតែជាអាថ៌កំបាំងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់អាថ៌កំបាំងទី9គឺការផុតពូជរបស់មនុស្សនៃអង្គឌឺថៅមនុស្សនៃអង្គឌឺថៅគឺជាមនុស្សបុរាណឆ្លាតពីហួយរឹងមាំនិងរស់នៅទ្វីបអឺរ៉ុបនិងអាស៊ីអស់រយៈពេលរាប់សែនខែឆ្នាំប៉ុន្តែបន្ទាប់ពីការមកដល់របស់មនុស្ស Homo sapiens ពួកវាបានបាត់បង់នៅរយៈពេលខ្លីតើពួកវាបានសម្លាប់ចោលតើពួកវាបាត់បង់ការប្រកួតប្រជែងរកធនធានតំបន់តើពួកវារងគ្រោះដោយសារការប្រែប្រួលអាកាសធាតុឬជំងឺរដ្ឋបាលទោះបីជាមានភស្តុតាង DNA ជាច្រើនក៏ដោយក៏យើងនៅតែមិនអាចកំណត់ពីមូលហេតុពិតប្រាកដនៃការផុតពូជរបស់ពួកវាបានឡើយហើយចុងក្រោយអាថ៌កំបាំងទី10ដែលអ្នកប្រហែលជាធ្លាប់ឮនៅឈ្មោះហើយគឺត្រីកោណ Bermuda តំបន់នេះនៅមហាសមុទ្រអាត្លង់តិកខាងជើងត្រូវបានគេចោទប្រកាន់ថាជាកន្លែងដែលនាវានិងយន្តហោះជាច្រើនបានបាត់បង់ដោយអាថ៌កំបាំងទោះបីជាមានការបញ្យល់ខាងវិទ្យាសាស្ត្រដើម្បីការសម្រាយខ្លះៗក៏ដោយប៉ុន្តែការប្រមូលប្រដុំនៃការបាត់បង់ដោយមិនទាន់មានការបញ្យល់នៅក្នុងតំបន់ជាក់ស្ដែងនេះនៅតែជារឿងអាថ៌កំបាំងដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍សរុបមកវិញអាថ៌កំបាំង10យ៉ាងនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃអ្វីដែលយើងមិនទាន់ដឹងអំពីចក្រវាឡផែនដីនិងខ្លួនយើងផ្ទាល់រាល់ពេលដែលយើងរកឃើញចម្លើយមួយយើងតែងតែប្រទះឃើញអាថ៌កំបាំងថ្មីៗកាន់តែច្រើនឡើងយើងទើបតែនៅដើមដំបូងនៃការធ្វើដំណើរដើម្បីស្វែងយល់ពីភាពចម្រុះនិងអាថ៌កំបាំងដ៏អស្ចារ្យដែលចក្រវាឡលោកបាំងតើអ្នកធ្លាប់ដឹងអំពីអាថ៌កំបាំងទាំងអស់នេះទេតើអ្នកចង់ឲ្យវិទ្យាសាស្ត្រស្វែងរកចម្លើយអំពីអាថ៌កំបាំងមួយណាជាងគេប្រាប់ខ្ញុំនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀត